បាទបងប្អូនកុំឲ្យពិបាកក្នុងការហៅឈានទៅឆែកកាមេរ៉ាសុវត្ថិភាពតាមទូរស័ព្ទដៃជូនចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញជូនបងប្អូនពីរបៀបក្នុងការឆែកកាមេរ៉ាសុវត្ថិភាពឲ្យវាបានថតវីដេអូទុកនៅក្នុង hard disk ជូនបងប្អូនទស្សនាបាទចឹងតោះចូលទីមួយគឺបើកកម្មវិធី Hackinix ជាមួយនឹងកាមេរ៉ា Hikvision គឺបើក Hackinix បើកនេះបងប្អូននឹងឃើញមានកាមេរ៉ារបស់បងប្អូនខាងម៉ាស៊ីននីមួយៗអញ្ចឹងបងប្អូនមើលតឡើងមួយឈុតអាចមានតែមួយទេតែខ្ញុំវាមាន2ឬក៏3យ៉ាងទៅណាអញ្ចឹងបងប្អូនចូលទៅកាន់កាមេរ៉ាដែល channel ឬក៏ប្លង់កាមេរ៉ារបស់បងប្អូនចង់ឆែកអញ្ចឹងចូល channel នៅផ្នែកខាងមុខទៀតតើបងយើងយកពាក្យ playback បងប្អូនយកពាក្យ playback រួចបងប្អូនជ្រើសរើសពាក្យថា today ដើម្បីជ្រើសថ្ងៃនិងខែឆែកជាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃនេះថ្ងៃអាទិត្យគឺថ្ងៃអាទិត្យអញ្ចឹងណាយើងបងប្អូនអាចចង់ឆែកថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារឬក៏ថ្ងៃសៅរ៍មុនអញ្ចឹងទៅបងប្អូនពាក្យ today អញ្ចឹងនៅលើថ្ងៃទីនេះតារាងប្រតិទិននេះវាមាន 4Q អញ្ចឹង QQ នេះគឺតំណាងឲ្យវីដេអូដែលបាន record ថ្ងៃទី18គឺអត់ទាន់បានថតទេដោយសារតែអត់ទាន់ដល់អញ្ចឹងនេះថ្ងៃទី17ចឹងយើងចង់ឆែកនៅលើថ្ងៃទី13បាទថ្ងៃពុធអញ្ចឹងចុចលើថ្ងៃទី13មកហើយបន្តចុចអូខេអញ្ចឹងវីដេអូវាបានលោតឡើងមកហើយទៅថ្ងៃទី13ខែ5 2026ហើយបងប្អូនក៏អាចកំណត់ម៉ោងក្នុងការមើលអញ្ចឹងបងប្អូនចុចលើម៉ោងមកអញ្ចឹងនេះម៉ោងអញ្ចឹងយើងអាចរើសម៉ោងបានម៉ោងណាទៅណារើសម៉ោងរើសនាទីវាបានតែម៉ោងវាគិតជាម៉ោងសកលគេម៉ោង1ម៉ោង13អញ្ចឹងទៅម៉ោង14ម៉ោង2អញ្ចឹងណាបងប្អូនចំណាំខ្លួនឯងណាតែបន្តមកចុច tick នៅកន្លែងនេះចឹងវានឹងលោតទៅតាមម៉ោងដែលបងប្អូនចង់ឆែកហ្នឹងហើយបងប្អូនអាចទាញលើបន្ទាត់នេះក៏បានអាចទាញលើបន្ទាត់នឹងបានបាទផឹកតែនេះក៏បានដែរនេះវាខាឲ្យបាទនេះចេញលំអដាក់ទូឲ្យភ្ញៀវនេះថ្ងៃទី13ខែ5 2026ថ្ងៃពុធម៉ោង 3:58 នាទីមកវាចង់ទូឲ្យភ្ញៀវណាតែនេះខាទៅមុខខាទៅក្រោយណាបងប្អូនអាចរៀនបានហើយក្រោយនេះគឺ speed កំណត់ speed ល្បឿននៃការមើលវីដេអូយឺតលឿនអញ្ចឹងណា 1x អញ្ចឹងធម្មតា 2x អញ្ចឹងទៅវីដេអូនោះវាខាលឿនបងប្អូនទៅមើលតាមទៀតញាប់ទេងាប់មកដាក់ 1x ទៅធម្មតាវិញអញ្ចឹងមានតែប៉ុណ្ណឹងក្នុងការឆែកមើលវីដេអូដែលបានថតទុកក្នុងកាមេរ៉ាអរគុណ